កំណាព្យច្បាប់ស្រីបទភុភ្ជង់លីលាភាគទី6បានថ្កើងរុងរឿងឮល្បីមិនអោយអប្តីឲ្យបានសាក់យួងមួយបើប្តីស្លៀកពាក់ចាំងយកថ្មីឲ្យផ្លាំងស្លៀកចាំងខ្លួនឯងចេះរៀបរនដាប់តាក់តែងចំណីផងស្វែងរកមកឲ្យប្តីមួយបើប្តីឈឺថ្កាត់អ្វីព្រួយប្រឹងមើលប្តីរកថ្នាំសង្កូវរោងពេទ្យមេមត់នៅគ្រូគ្រោះយាមគុនគូមើលប្តីឲ្យជារីឯហៅការតុកកិរិយាប្រសើរសោតការប្រពន្ធស្មើបងនោះមានចារឹកពីរហោងដូចប្អូននឹងបងចិត្តមូលមួយប្រាណមួយធ្វើឲ្យប្តីខ្សែមខ្សានរបស់ប្តីបានចេះទុករក្សាមួយទួងលើពាក្យអ្នកណាគេដេញដៀលថាស្រដីពីប្តីពុំត្រូវអាស្រ័យអប្រិយចេះការគេប្តីបែរបានជាសុខទួងបីបើប្តីមានទុកគិតឲ្យបានសុខយកខ្លួនធានាមួយសោតឯមិត្តភរិយាមានចារឹកជាបីប្រការមិញបីដូចកលមិត្តសំឡាញ់មានចិត្តអស់អញមិនឲ្យមានមងសៅបីដូចកលប្អូននឹងបងប្រះយូរលងហោងទើបមកជួបគ្នាមានចិត្តប្រតិព័ទ្ធមហេងមាត្បិតបានជួបគ្នាមិនឲ្យមានមងមួយមានមាយាទកន់ឡងទោះនឹងឃើញប្រុសផងមិនលៀងចិត្តទៅរីទាសង្ភរិយានោះកើក្នុងមាត្រាត្រូវប្រពន្ធខ្ញុំប្តីចារឹក5ប្រការថ្មីមួយចិត្តខ្លាចប្តីក្រែងប្តីវាយជេរប្រុងចិត្តការគិតខ្មាស់គេមិនអោយប្តីជេរបន្ទោសខ្លួនបានទួងបីខឹងក្រៃប៉ុន្មានមិនចេះហៅហ៊ានឆ្លើយឆ្លោះតមាត់មួយទួងប្តីនោះកាចក្តាត់ខឹងដល់វាយវត្តជេរចោលដងទង់មិនហ៊ានឆ្លើយឆ្លោះរំលងតទៅផងក្រែងឮគេឆ្ងាយមួយចេះប្រដាប់រៀបបាយប្តីដើរចិត្តឆ្ងាយមិនហ៊ានបរិភោគអត់ទ្រាំទុំរាំប្តីមកជួបជុំទើបយកបរិភោគផងគ្នានិងឯងហៅទាសភរិយាសម្ដេចភគវីទេសនាប្រោងប្រាប់
បើអស់ស្រីណាបានស្ដាប់យកទុកជាច្បាប់ក្នុងប្រាណសពថ្ងៃលុងអស់អាយុក្សិនខ្សៃបានទៅកើតឯតោះសិតសួនាយ